ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគ្រូលើកនៅលំហាត់គណិតវិទ្យាថ្នាក់ទី10ទាក់ទងជាមួយនឹងប្រតិបត្តិដែលប្រតិបត្តិនេះគឺគេឲ្យយើងអានហើយនឹងសរសេរទម្រង់ពន្លាតនៃចំនួនខាងក្រោមកន្លែងនេះគឺមុននឹងយើងសរសេរទម្រង់ពន្លាតយើងត្រូវដឹងសិនថាតើចំនួនរបស់យើងហ្នឹងវាស្ថិតនៅក្នុងប្រព័ន្ធរបបគោលប៉ុន្មានអញ្ចឹងបើសិនជាយើងឃើញលេខ2នៅខាងក្រោមអញ្ចឹងបានន័យថាវាស្ថិតនៅក្នុងប្រព័ន្ធរបបគោល2ឯងឥឡូវយើងទៅមើលកន្លែងប្រព័ន្ធរបបគោល2បន្តិចហើយយើងអានបែបណាហើយពេលដែលយើងផលិតពីបែបណាឥឡូវក្នុងនេះគឺគេមានជាឧទាហរណ៍ថា n របស់យើងវាស្មើជាមួយនឹង1 1 0 1 2ខាងក្រោមនេះអញ្ចឹងគឺយើងអានថា n ស្មើ1 1 0 1ក្នុងប្រព័ន្ធរបបគោល2អានេះគឺរបៀបនៅក្នុងការអានហើយជាទូទៅប្រសិនបើយើងមាន a b c ស្ថិតនៅក្នុងប្រព័ន្ធរបបគោល2យើងអាចពន្លាតវាទៅជា a គុណជាមួយនឹង2សេគុណ3 b គុណជាមួយនឹង2សេគុណ2បូកជាមួយនឹង c គុណជាមួយនឹង2សេគុណ1បូកជាមួយនឹង d គុណជាមួយនឹង2សេគុណ0ប៉ុន្តែ2សេគុណ0វាស្មើ1អញ្ចឹងកន្លែងហ្នឹងគឺវាទៅជា d គុណឲ្យ d គុណឲ្យ1តែគេអត់សេណាអញ្ចឹងនេះអូនមើលនេះកាលណានៅពីក្រោយ a មាន3តួគឺយើងបានa គុណជាមួយនឹង2សេគុណ3យើងមើលក្រោយ b មាន2តួអញ្ចឹងយើងបានទៅជា b គុណជាមួយនឹង2សេគុណ2យើងមើលនៅក្រោយ c មានតែមួយតួឯងអញ្ចឹងគឺយើងបាន c គុណជាមួយនឹង2សេគុណ1តែ2សេគុណ1ហើយនឹង2ទៅទេអញ្ចឹងគឺវាដូចគ្នាទេហើយខាងក្រោយនេះអត់មានអីទេអញ្ចឹងមានន័យថាយើងគុណតែ d ទេអត់មានគុណយើងបូកតែជាមួយ d ទេអត់មានគុណអីថែមទេចានេះគឺតកតងជាមួយនឹងជាទូទៅហើយនឹងរបៀបនៅក្នុងការអានឥឡូវយើងត្រឡប់ទៅមើលមេរៀនលំហាត់យើងវិញយើងមើលលំហាត់កកន្លែងនេះគឺគេឲ្យចំនួននេះមកហើយបន្ទាប់មកគឺគេឲ្យយើងអានបន្ទាប់ពីអានហើយទៅសរសេរជាទម្រង់ពន្លាតនៃចំនួនក្នុងប្រព័ន្ធរបបគោល2ហ្នឹងអញ្ចឹងកន្លែងនេះការអានគឺអ្នកគ្រូអត់សេឲ្យទេអ្នកគ្រូគ្រាន់តែអានឲ្យទេអញ្ចឹងចំពោះលំហាត់ហ្នឹងយើងអាចអាន1 0 0 1 0 1 1 0ក្នុងប្រព័ន្ធរបបគោល2អានេះគឺរបៀបនៅក្នុងការអានឥឡូវយើងចូលទៅទម្រង់ពន្លាតរបស់វាវិញទម្រង់ពន្លាតរបស់វាយើងមើលកន្លែងនេះលេខ1ត្រូវអត់នេះចាំមកវាលេខ1អញ្ចឹងអូនសរសេរចូលមកកន្លែងនេះគឺយើងដាក់លេខ1គុណឲ្យយើងមើលខាងក្រោយវាមានប្រមាណតួ2 4 6 7អញ្ចឹងយើងបាន1គុណជាមួយនឹង2សេគុណ7ព្រោះអីវាស្ថិតនៅក្នុងគោល2នេះហើយយើងបូកបន្តទៀតមកបន្ទាប់មកលេខម៉ានលេខ0អានេះលេខ0អញ្ចឹងយើងអាចសរសេរទៅជា0គុណជាមួយនឹង2សេគុណ6បូកឲ្យ0គុណជាមួយនឹង2សេគុណ5បូកឲ្យអានេះលេខ1យើងមើលក្រោយលេខ1ហ្នឹងមានលេខប្រមាណខ្ទង់នេះក្រោយពីលេខ1នេះមានលេខប្រមាណខ្ទង់គឺមាន1 2 3 4មាន4ខ្ទង់អញ្ចឹងគឺយើងបាន1គុណជាមួយនឹង2សេគុណ4បូកបន្តទៀតកន្លែងនេះគឺលេខ0នេះលេខ0អញ្ចឹងលេខ0គឺយើងដាក់មក0គុណជាមួយនឹង2សេគុណ3បន្តមកទៀតគឺលេខម៉ានលេខ1អញ្ចឹងយើងបាន1គុណជាមួយនឹង2សេគុណ2បូកឲ្យ2គុណជាមួយសំទោស1គុណជាមួយនឹង2សេគុណ1ហើយចុងក្រោយនេះគឺ0អត់មានអីគុណថែមទេព្រោះអីវាលេខចុងក្រោយគេឯងអញ្ចឹងរបៀបសរសេរកន្លែងនេះយើងអាចសរសេរតែលេខ1កុំសរសេរលេខ0ក៏បានដែរអូនមើលកន្លែងនេះអានេះលេខ1ត្រូវអត់អញ្ចឹងយើងសរសេរមក1គុណជាមួយនឹង2សេគុណ7បន្ទាប់មកអានេះ0ហើយ0ទោះបីជាវាគុណប្រហែលក៏0ដែរអញ្ចឹងយើងមកសរសេរវាចូលយើងសរសេរតែអាកន្លែងគោលលេខ1 1គុណឲ្យយើងមើលក្រោយវាមានណាខ្ទង់មាន4ខ្ទង់អញ្ចឹង1គុណជាមួយនឹង2សេគុណ4បូកឲ្យអានេះ0ទៀតអញ្ចឹងយើងអត់សរសេរចូលយើងសរសេរមើលតែលេខ1នេះមកនេះលេខ1នេះគឺ1គុណជាមួយនឹង2សេគុណម៉ានយើងមើលក្រោយលេខ2ហ្នឹងគឺមាន2ខ្ទង់អញ្ចឹងគឺ2សេគុណ2បូកឲ្យអានេះលេខ1ដែរអញ្ចឹង1គុណជាមួយនឹង2សេគុណ1អញ្ចឹងយើងអាចសរសេរតែប៉ុណ្ណឹងក៏បានដែរមិនបាច់ចាំសរសេរទាំងអស់ដូចអាខាងលើក៏បានអញ្ចឹងចម្លើយវាមាន2ណាអូនចង់សរសេរនេះសរសេរដូចអាខាងលើនេះក៏បានមួយទៀតសរសេរដូចអាខាងក្រោមនេះក៏បានដែរអញ្ចឹងវាមាន2ជម្រើសអញ្ចឹងយើងអាចអ្នកគ្រូដាក់កន្លែងនេះបន្ថែមឲ្យពេលដែលយើងសរសេរតែមួយមកខាងលើក៏បានខាងក្រោមក៏បានធ្វើដូចគ្នាអញ្ចឹងចំពោះលំហាត់នេះគឺវាដូចគ្នាទេឥឡូវអ្នកគ្រូកែមួយទៀតគឺកែលំហាត់នេះលំហាត់ curl កែលំហាត់ curl ហើយចំពោះលំហាត់ core ហើយនឹង curl គឺដូចគ្នាយើងអាចយកទៅរៀនធ្វើបានណាតោះឥឡូវយើងមើលទៅលំហាត់ curl មុននឹងយើងសរសេរយើងអានសិនអញ្ចឹងកន្លែងនេះយើងអាចអានថា1
ក្នុងប្រព័ន្ធរបបគោល2ចឹងមកតទៅយើងអានហើយយើងចាប់ផ្ដើមសរសេរវាជាទម្រង់ពន្លាតអញ្ចឹងសរសេរជាទម្រង់ពន្លាតអ្នកគ្រូសុំសរសេរទម្រង់ទី2ណាអ្នកគ្រូលំហាត់កមកអ្នកគ្រូសរសេរឲ្យពីទម្រង់អញ្ចឹងលំហាត់ខអ្នកគ្រូសរសេរឲ្យតែមួយទម្រង់ទេគឺយកទម្រង់ទី2អញ្ចឹងអានេះគឺយើងមើលលេខទម្រង់គេគឺលេខ1លេខ1គុណឲ្យ2សេគុណប៉ុន្មានយើងហប់តួខាងក្រោយនេះ1ខ្ទង់2ខ្ទង់3 4 5 6 7 8 9អញ្ចឹងគឺ1គុណជាមួយនឹង2សេគុណ2សេគុណ9ហើយបន្តមកទៀតអានេះលេខ0អញ្ចឹងលេខ0គឺអ្នកគ្រូអត់សរសេរទេអ្នកគ្រូសរសេរយកលេខ1តែម្ដងអញ្ចឹងយើងមើលលេខ1ពួកអី0គុណហើយនៅតែ0ដដែលទេអញ្ចឹងយើងមិនសរសេរក៏បានដែរបូកឲ្យលេខ1ទៀត1គុណឲ្យ2សេគុណប្រហែលយើងមើលក្រោយវាមានប៉ុន្មានខ្ទង់1 2 3 4 5 6 7 7អញ្ចឹងគឺយើងបាន1គុណជាមួយនឹង2សេគុណ7បូកឲ្យអានេះ0ទៀតអញ្ចឹងយើងអត់សរសេរទេចូលមកនេះលេខ1អញ្ចឹងយើងដាក់មក1គុណឲ្យយើងមើលក្រោយវាមានប៉ុន្មាន2 4 5អញ្ចឹងគឺ2សេគុណ2សេគុណ5បូកឲ្យអានេះលេខ1ទៀតអញ្ចឹងយើងសរសេរតទៀតបូកឲ្យ1គុណជាមួយនឹង2សេគុណ2សេគុណ4អានេះ0នេះអញ្ចឹងយើងអត់សរសេរណា0 2នេះយើងចុះទៅអាលេខ1នេះវិញនេះលេខ1នេះអញ្ចឹងលេខ1នេះគឺ1គុណឲ្យ2សេគុណ2សេគុណ1បូកឲ្យអាលេខ1នេះអត់មានអីនៅខាងក្រោយវាអញ្ចឹងយើងគ្រាន់តែបូកជាមួយនឹងលេខ1ប៉ុណ្ណឹងមកគឺបានហើយអញ្ចឹងទម្រង់ពលាតរបស់យើងគឺប៉ុណ្ណឹងណាហើយចំពោះលំហាត់នេះគឺអ្នកគ្រូកែតែពីលំហាត់នេះទេចំពោះលំហាត់ខហើយនឹងកគឺវាដូចគ្នាជាមួយនឹងកហើយនឹងខដែរទេបងអាចយកទៅរៀនធ្វើខ្លួនឯងបន្ថែមទៀតអញ្ចឹងចំពោះប្រតិបត្តិនេះគឺចប់ត្រឹមប៉ុណ្ណឹងណាបើសិនជាបងពេញចិត្តចង់តាមដានវីដេអូអ្នកគ្រូជាបន្តទៀតអាចចុច Subscribe និងចុចរូបកណ្ដឹងនៅពេលដែលអ្នកគ្រូចេញវីដេអូម្ដងអូននឹងអាចតាមតានវីដេអូដែលអ្នកគ្រូចេញទៅនឹងហើយអ្នកគ្រូនឹងធ្វើលំហាត់ធ្វើវីដេអូបន្ថែមទៀតតទៅជាមួយនឹងលំហាត់គណិតវិទ្យាថ្នាក់ទី5នេះអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូអ្នកគ្រូដល់ចប់